ប្រសិនបើអ្នកធ្វើល្អជាងមុនត្រឹមតែ 1% ក្នុងមួយថ្ងៃអ្នកនឹងពូកែជាងមុនដល់ទៅ37ដងក្នុងមួយឆ្នាំវាស្ដាប់ទៅដូចជាមិនគួរឲ្យជឿតែនេះគឺជាគណិតវិទ្យានេះហៅថាអំណាចនៃការរីកចម្រើនផ្សំគ្នាឬក៏ compound growth ការផ្លាស់ប្ដូរធំមិនមែនមកពីសកម្មភាពធំៗនោះទេវាមកពីជម្រើសតូចៗដែលធ្វើជាប់គ្នាជារៀងរាល់ថ្ងៃហើយវាគឺជាច្បាប់ 1%ឧទាហរណ៍ពីរឿងធម្មតាមួយសាកសម័យថាមនុស្សពីរនាក់នៅកន្លែងហាត់ប្រាណដូចគ្នាម្នាក់លើកទម្ងន់លើស 1% ជារៀងរាល់សប្តាហ៍ហើយម្នាក់ទៀតធ្វើទម្លាប់ដដែលនៅក្នុងរយៈពេល1ខែអ្នកនឹងមិនអាចឃើញភាពខុសគ្នាច្រើនទេប៉ុន្តែបន្ទាប់ពី1ឆ្នាំអ្នកដែលលើកលើស 1% ជារៀងរាល់សប្តាហ៍នឹងរឹងមាំជាងទាំងនោះហើយគឺជាការកើនឡើងតូចៗជាលំដាប់នោះហើយគឺជាលទ្ធផលនៃទម្លាប់តូចៗវាចាប់ផ្ដើមដោយសឹងតែគ្មានរូបរាងប៉ុន្តែចប់ដោយលទ្ធផលខុសគ្នាឆ្ងាយដាច់ដូចមេឃនឹងដីដូចជាការប្រាក់ដែលកើនឡើងអញ្ចឹងនៅក្នុងរយៈពេល1ខែអ្នកប្រហែលជាបានការប្រាក់តិចប៉ុន្តែនៅក្នុងរយៈពេល10-20ឆ្នាំអ្នកនឹងទទួលបានការប្រាក់ច្រើនទម្លាប់របស់អ្នកក៏លូតលាស់ដោយទម្លាប់តូចៗផ្សំគ្នាដែរធ្វើទម្លាប់មិនល្អ 1% ជារៀងរាល់ថ្ងៃបណ្ដាលឲ្យអ្នកអន់ខ្សោយជាងមុនដោយមិនដឹងខ្លួនធ្វើទម្លាប់ល្អ 1% ជារៀងរាល់ថ្ងៃវានឹងធ្វើឲ្យអ្នកកាន់តែរឹងមាំខួរក្បាលរបស់យើងស្រឡាញ់ប្រសិទ្ធភាពអ្នកវិទ្យាសាស្ត្រហៅថា neuroplasticity សមត្ថភាពខួរក្បាលដែលអាចផ្លាស់ប្ដូរបានរាល់ពេលដែលអ្នកធ្វើរឿងតូចៗដដែលដូចជាដុសធ្មេញអានសៀវភៅមួយទំព័រឬក៏ដើរ5នាទីបន្ទាប់ពីញ៉ាំបាយហើយអ្នកកំពុងតែប្រាប់ខួរក្បាលខ្លួនឯងថារឿងនេះសំខាន់យូរទៅណឺរ៉ូននៅក្នុងខួរក្បាលរបស់អ្នកនឹងបង្កើតផ្លូវថ្មីធ្វើឲ្យទម្លាប់នេះคล้ายទៅជាទម្លាប់ដោយស្វ័យប្រវត្តិហេតុនេះហើយការចាប់ផ្ដើមទម្លាប់ល្អតូចៗនៅក្នុងរយៈពេលវែងល្អជាងការរងចាំការផ្លាស់ប្ដូរដ៏ធំដែលធ្វើបានត្រឹមតែ1អាទិត្យហើយក៏ឈប់ធ្វើវិញព្រោះពេលដែលសកម្មភាពមួយបានคล้ายទៅជាស្វ័យប្រវត្តិវាលែងត្រូវការចំណាយកម្លាំងចិត្តខ្លាំងនៅក្នុងការធ្វើវាទៀតវានឹងคล้ายទៅជាផ្នែកមួយនៃជីវិតរបស់អ្នកដូច្នេះហើយឈប់សួរថាតើខ្ញុំផ្លាស់ប្ដូរជីវិតបានយ៉ាងដូចម្តេចតែត្រូវសួរថាតើខ្ញុំអាចធ្វើរឿងអីនៅក្នុងថ្ងៃនេះដើម្បីឲ្យមានការផ្លាស់ប្ដូរធំនៅថ្ងៃខាងមុខវាចាប់ផ្ដើមពីវដ្តនៃទម្លាប់នៅពេលដែលយើងមានកត្តាជំរុញវានឹងបង្កើតជាទម្លាប់នៅពេលដែលយើងធ្វើទម្លាប់នោះយើងនឹងទទួលបានរង្វាន់ឧទាហរណ៍ថាអ្នកចង់អានសៀវភៅឲ្យច្រើនជាងមុនកត្តាជំរុញអ្នកត្រូវដាក់សៀវភៅនៅលើខ្នើយហើយវាបង្កើតបានជាទម្លាប់អ្នកនឹងអានសៀវភៅមួយទំព័រមុនពេលចូលគេងហើយវាផ្ដល់រង្វាន់ឲ្យអ្នកដោយអ្នកមានអារម្មណ៍ថាមានមោទនភាពនឹងការអាននោះធ្វើបែបនេះចំនួន30ថ្ងៃខួរក្បាលរបស់អ្នកនឹងចាប់ផ្ដើមចង់បានកត្តាជំរុញនោះឡើងវិញគន្លឹះគឺការចាប់ផ្ដើមធ្វើម៉េចឲ្យតូចបំផុតកុំព្យាយាមធ្វើសមាធិ30នាទីចាប់ផ្ដើមពីការសម្រួលការដកដង្ហើម1នាទីកុំព្យាយាមរត់ម្ដង5គីឡូអ្នកអាចចាប់ផ្ដើមពីការពាក់ស្បែកជើងសិនព្រោះនៅពេលដែលអ្នកចាប់ផ្ដើមអ្វីៗនឹងដើរតាមរឿងដែលលំបាកបំផុតមិនមែនជាទម្លាប់នោះទេតែវាគឺជាការបង្ហាញខ្លួនដូច្នេះហើយតើ 1% របស់អ្នកនៅថ្ងៃនេះគឺជាអ្វីបើអ្នកផឹកទឹកបន្ថែមមួយកែវយូរទៅរាងកាយរបស់អ្នកនឹងមានជាតិទឹកគ្រប់គ្រាន់ដែលធ្វើឲ្យអ្នកមានថាមពលនិងការផ្ដោតអារម្មណ៍បានល្អនិងសូម្បីតែស្បែករបស់អ្នកក៏ល្អជាងមុនដែរបើអ្នកចាប់ផ្ដើមអាវ៉ង់ឲ្យបាន1បន្ទាប់មកវានឹងคล้ายទៅជា2បន្ទាប់មកវានឹងបាន5បន្ទាប់មកវានឹងបាន10សាច់ដុំរបស់អ្នកនឹងសម្របខ្លួនអ្នកនឹងមានវិន័យល្អជាងមុនហើយអ្នកកាន់តែរឹងមាំជាងមុនបើអ្នករៀនថែមលើសមុនឲ្យបាន5នាទីក្រោយមកថែមទៅជា20នាទីបន្ទាប់មកថែមឲ្យបាន1ម៉ោងនោះអ្នកនឹងរៀនពូកែជាងមុនបើអ្នកសរសេរគម្រោងសុបិនរបស់អ្នកឲ្យបានមួយបន្ទាត់ក្លាយជាមួយទំព័រនៅក្នុងរយៈពេល1ឆ្នាំអ្នកប្រហែលជាសរសេរសៀវភៅបានមួយក្បាលឬក៏ផែនការអាជីវកម្មមួយដែលអ្នកមិនធ្លាប់គិតថាអ្នកអាចនឹងសរសេរចប់
ឬក៏អ្នកអាចនិយាយពាក្យល្អៗមកកាន់ខ្លួនឯងដែលនោះធ្វើឲ្យខួរក្បាលរបស់អ្នកចេះស្រឡាញ់ខ្លួនឯងនៅក្នុងរយៈពេលច្រើនខែផ្នត់គំនិតរបស់អ្នកនឹងផ្លាស់ប្ដូរពីការសង្ស័យលើខ្លួនឯងទៅជាមានទំនុកចិត្តលើខ្លួនឯងវិញពីព្រោះជំរើសតូចៗទាំងនោះផ្សំគ្នាទៅជាអ្វីមួយដែលមានឥទ្ធិពលអត្តសញ្ញាណថ្មីមួយដែលបង្កើតឡើងដោយសកម្មភាពជាប់លាប់នេះជាការគណនាបើអ្នករីកចម្រើន 1% ក្នុងមួយថ្ងៃវាមានន័យថាអ្នកកំពុងតែគុណការរីកចម្រើនដោយ 1.01 ជារៀងរាល់ថ្ងៃបន្ទាប់ពី365ថ្ងៃ 1.01 ស្វ័យគុណ365ស្មើនឹង 37.78 នេះហើយគឺជាវិធីដែលអ្នកពូកែជាងមុន37ដងវាមិនមែនក្នុងរយៈពេលមួយយប់ទេតែវាដោយសារតែជំហានតូចៗជារៀងរាល់ថ្ងៃលោក James Clear ជាអ្នកនិពន្ធសៀវភៅ Atomic Habits ក៏បានចាប់ផ្ដើមពីការសរសេរប្លុកតូចៗមួយនៅក្នុងមួយសប្តាហ៍ដំបូងមិនមានអីប្លែកនោះទេប៉ុន្តែបន្ទាប់ពីប្រហែលឆ្នាំមកអត្ថបទតូចៗនោះបានក្លាយទៅជាសៀវភៅដែលលក់ដាច់បំផុតសូម្បីតែក្រុមហ៊ុនដូចជា Toyota ក៏បានប្រើទស្សនៈ Kaizen ដែលជាទស្សនៈនៃការកែលម្អជាបន្តបន្ទាប់និយោជកណែនាំការផ្លាស់ប្ដូរតូចៗជារៀងរាល់ថ្ងៃហើយវាបានបង្កើតក្រុមហ៊ុនដែលមានប្រសិទ្ធភាពមួយសកម្មភាពតូចៗអាចបង្កើតលទ្ធផលធំអ្នកមិនអាចផ្លាស់ប្ដូរម្ដងឲ្យបានលទ្ធផលល្អនោះទេតែអ្នកអាចចាប់ផ្ដើមប្ដូរទិសដៅជីវិតព្រោះនៅពេលដែលអ្នកអនុវត្តច្បាប់ 1% បានជោគជ័យអ្នកមិនត្រឹមតែផ្លាស់ប្ដូរទម្លាប់នោះទេអ្នកក៏អាចផ្លាស់ប្ដូរឆ្នាំថ្មីរបស់អ្នកបានដែរ